សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមករៀនអំពីបង្កើតវីដេអូតាមរយៈ AI ដើម្បីយើងអាចយកវាទៅផុសរលួយតាមរយៈ short ឬក៏ long បានអីចឹងទៅដែលយើងមិនចាំបាច់ចំណាយពេលវេលាទៅបង្កើតវីដេអូទៅផលិតវីដេអូនៅខាងក្រៅឬក៏ត្រូវយើងចំណាយដើមទុនច្រើនអីដើម្បីបង្កើតវីដេអូអីទេនេះសម្រាប់បងប្អូនណាដែលគាត់អត់មានពេលវេលាគ្រប់គ្រាន់តែគាត់ស្រឡាញ់បាទគាត់ស្រឡាញ់វិស័យ YouTube ហ្នឹងហើយគាត់អត់ដឹងថាគាត់ត្រូវធ្វើវីដេអូឬក៏ផលិតវីដេអូហ្នឹងរបៀបណាអីចឹងណាអញ្ចឹងយើងអាចជ្រើសរើសយក AI នឹងបានយកមកផលិតជាវីដេអូដើម្បីផុសនៅក្នុង YouTube របស់យើងអញ្ចឹងនៅក្នុងនេះដែរគឺអត់ទាមទារឲ្យអ្នកនរគ្នាមាន laptop desktop ឬក៏ប្រភេទទូរស័ព្ទថ្លៃៗទេបាទត្រឹមមានតែទូរស័ព្ទដៃយើងធម្មតាមួយគ្រឿងដែលយើងប្រើរាល់ថ្ងៃហ្នឹងក៏បានដែរឲ្យតែអ្នកនរគ្នាព្យាយាមធ្វើគឺវាអត់មានអីជាបញ្ហាទេខ្លាចតែអ្នកនរគ្នាអត់ធ្វើហើយអត់មានពេលឬក៏អ្នកនរគ្នាអត់មានការព្យាយាមអាហ្នឹងគឺជាបញ្ហាអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេកយើងទៅមើលពី step វាទាំងអស់គ្នាតើយើងត្រូវមានអីខ្លះដើម្បីយើងអាចចូលទៅបង្កើតបានអីចឹងណាវាមានច្រើនទៅទៀតអញ្ចឹងថ្ងៃនេះយើងសូមយកតែមួយចំណុចទេមកនិយាយគឺធ្វើម៉េចចូលទៅបង្កើតគណនីបង្កើត account របស់website AI នឹងបានអញ្ចឹងណាដោយសារតែយើងដឹងស្រាប់ហើយថាយើងប្រើ tool AI ប្រភេទ free គឺវាមាន limit របៀបថាវាមានកំណត់គេឧទាហរណ៍គេកំណត់ឲ្យយើងប្រើបានត្រឹមតែ100កាក់យកអីអញ្ចឹងទៅហើយវាអស់អាកាក់ដែលគេ free ឲ្យហ្នឹងគឺយើងអត់ប្រកាសបានទេអញ្ចឹងយើងតែរៀនពីអារបៀបថាធ្វើម៉េចដើម្បីអាចយកកាក់ហ្នឹងមកបានអញ្ចឹងណាអស់កាក់ដូរកាក់អស់កាក់ដូរកាក់យកកាក់ហ្នឹងមកប្រើរហូតអញ្ចឹងណាអូខេអញ្ចឹងយើងទៅរៀនពីមេរៀនទី4នេះបងប្អូនអញ្ចឹងខ្ញុំអត់បរៀនច្រើនទេខ្ញុំគ្រាន់ប្រាប់ពីរបៀបយក Gmail fake ទៅមកបង្កើតអីតិចតួចអញ្ចឹងទៅដើម្បីដល់ប្រធានស្វែងយល់សិនហើយបន្តមកបានយើងចាប់ដើមចូលទៅសាច់រឿងយើងកាន់ជ្រៅទៅតាក់ទងvớiការបង្កើតវីដេអូហ្នឹងតើយើងធ្វើម៉េចឲ្យវាចេញជាវីដេអូអញ្ចឹងណាអញ្ចឹងយើងក៏មកគិតច្រើនតែស្មុគស្មាញទេអញ្ចឹងយើងដឹងតែពីរបៀបរក account fake Gmail fake ណាដើម្បីយកទៅបង្កើត account ដើម្បីចូលទៅប្រើប្រាស់tool AI ប្រភេទហ្នឹងអូខេអញ្ចឹងជំហានដំបូងអ្នកនរគ្នាចូលមកក្នុងទូរស័ព្ទដៃយើងមកហើយអ្នកនរគ្នារកពាក្យថាជ្រោមកម្មវិធីជ្រោមនេះផងដែរបើសិនជាអ្នកនរគ្នាអត់មានទេអ្នកនរគ្នាអាចចូលទៅ download នៅក្នុងកម្មវិធី Play Store ឬក៏ App Store បានណាគឺយើង search ទៅជ្រោមបាទនេះកម្មវិធីជ្រោមអញ្ចឹងយើង click ចូលជ្រោមមកបន្ទាប់ពីយើងចូលមកក្នុងជ្រោមហើយអ្នកនរគ្នាស្វែងរកពាក្យថា search មក search ហើយយើងវាយពាក្យថាតាមណាបាទនេះអ្នកនរគ្នាគេដាក់តាម mail ណា GEMP ដកមួយមក MAIL មក .org អូខេនេះនៅវីសូខាងក្រោមនេះណាអូខេពេលអ្នកគ្នាវាយប៉ុណ្្នឹងហើយអ្នកនរគ្នាคลิกចូលមួយទៀតមកអញ្ចឹងវានឹងនាំយើងមកកាន់ផ្ទាំងមួយបាទនេះអញ្ចឹងពេលដែលយើងចូលមកដល់ចំណុចនេះអ្នកនរគ្នារងចាំតិចដើម្បីឲ្យវាដែរតិចសិនទៅបាទវាពុំអូខេអញ្ចឹងពេលអ្នកនរគ្នាចូលមកវានឹងសូបែបនេះវាសូបែបនេះបាទអ្នកនរគ្នាអត់នេះជាប្រភេទ Gmail fake ហ្នឹងហើយអានេះគឺជា website មួយសម្រាប់អ្នកនរគ្នាទៅយកអា Gmail fake ហ្នឹងបាទនេះគេអញ្ចឹង website មួយនេះមានមុខងារដើម្បីបង្កើត Gmail fake ណាមិនមែនជា Gmail ដែលយើងប្រើប្រាស់ប្រចាំថ្ងៃទេដោយសារអីគឺយើងអត់ចង់ឲ្យអ្នកនរគ្នាប្រើប្រាស់ Gmail យើងប្រើប្រាស់ប្រចាំថ្ងៃទេព្រោះអីtool AI ហ្នឹងជួនកាលវាអាចនឹងមានបញ្ហាអីចឹងណាព្រោះយើងអត់មើលដឹងទេមិនដឹងថាយើងបញ្ចូលអា Gmail ពិតប្រាកដរបស់យើងចូលទៅដើម្បីប្រើប្រាស់វាអាចមានបញ្ហាអីអត់អញ្ចឹងយើងមើលដឹងអញ្ចឹងវិធីសាស្ត្រមានតែបង្កើត Gmail fake ហ្នឹងឯងអញ្ចឹងអាកម្មវិធី website មួយនេះគឺសម្រាប់យើងបង្កើត Gmail fake អញ្ចឹងរបៀបប្រើប្រាស់គឺអត់មានអីច្រើនទេអត់មានអីស្មុគស្មាញទេអញ្ចឹងពេលអ្នកនរគ្នាចូលមក website នេះវានឹង load នៅ Gmail fake ឲ្យអ្នកនរគ្នាមួយបែបហ្នឹងបន្ទាប់មកអ្នកនរគ្នាឃើញពាក្យថា copy អត់ទេបាទអ្នកនរគ្នាឃើញពាក្យថា copy អត់ទេខាងក្រោមអញ្ចឹងគ្រាន់តែយើងចុចពាក្យថា copy មកបាទចុចពាក្យថា copy ចេះមកបាទអញ្ចឹងវា copy ឲ្យយើង
ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នា copy ហើយអ្នកទាំងអស់គ្នាយកទៅប្រើប្រាស់អស់ចឹងអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាចុះមិនបើយើងយកអាមួយនឹងទៅហើយយើងយកទៅប្រើដល់ពេលយើងប្រើហើយវាអស់ limit របស់គេវាដល់ limit របស់គេតែយើងទៅយក Gmail វិញហ្នឹងមកពីណាទៀតអត់មានអីពិបាកទេអ្នកនរគ្នាអញ្ចឹងពីអ្នកនរគ្នាប្រើប្រាស់វាអស់ហើយវាអស់កាក់ដែលអ្នកនរគ្នាត្រូវប្រើអ្នកនរគ្នាគ្រាន់តែចូលមក website នោះមួយទៀតហើយអ្នកនរគ្នាចុចពីថា delete នេះមកបានវា delete វិញចេញមកអញ្ចឹងអាវានឹងដូរ Gmail ថ្មីមួយទៀតឲ្យយើងណាឃើញទេវាកំពុងតែស្វែងរកចាំតិចហ្នឹងបាទអញ្ចឹងដល់ពេលយើងចុចតា delete ហើយវានឹងដូរ Gmail ថ្មីមួយទៀតឲ្យយើងបាទអញ្ចឹងអ្នកអាច copy វាមួយទៀតយកទៅប្រើតទៀតដល់ពេលវាអស់ទៀតអ្នកនរគ្នាចូលមកវិញម្ដងទៀតហើយចុចថា delete មួយទៀតអញ្ចឹងវានឹងដូរ Gmail ថ្មីមួយទៀតអញ្ចឹង Gmail របស់យើងមានរាប់ពាន់រាប់រយអត់ខ្វះទេអញ្ចឹងណាអញ្ចឹងវាអត់ខ្វះ Gmail ឲ្យយើងទេអាស្រ័យលើអ្នកទាំងអស់គ្នាយកទៅប្រើប្រាស់ឬក៏ download នឹងគ្រប់គ្រាន់អស់នៅគ្រប់ហើយអូខេអ្នកទាំងអស់គ្នាបិទវាចោលទៅហើយចាំស្អែកឬក៏ថ្ងៃណាអ្នកទាំងអស់គ្នាចង់ធ្វើចូលមក website ហ្នឹង copy យក Gmail fake ហ្នឹងយកទៅប្រើតទៀតអញ្ចឹងណាបាទអញ្ចឹងតែកន្លែងនេះវាមានតែប៉ុណ្្នឹងឯងបាទអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងធ្វើតាក់ទងនឹងAI របស់យើងតើយើងយក Gmail ហ្នឹងយកទៅបញ្ចូលកន្លែងណា login កន្លែងណាហើយទាមទារ password pin code វាយើងត្រូវធ្វើម៉េចដើម្បីអាចចូលទៅប្រើប្រាស់វាបានអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្ទាប់អញ្ចឹងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាពេលដែលមើលហើយបាត់នៅ channel របស់ខ្ញុំអ្នកទាំងអស់គ្នាជួយ subscribe ហើយដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងដើម្បីពេលខ្ញុំ upload វីដេអូថ្មីតាក់ទងជាមួយនឹងមេរៀន AI នេះអ្នកទាំងអស់គ្នានឹងបានចូលមើលតាន់អីចឹងទៅហើយកុំឲ្យវាបាត់ពិបាកស្វែងរកពេលក្រោយអញ្ចឹងណាបាទអញ្ចឹងវីដេអូខ្ញុំតែប៉ុណ្្នេះក៏សូមអរគុណបាទជួបគ្នាវីដេអូក្រោយបាយ